បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះដែរក្នុងនាមជាកូនខ្មែរមួយរូបដែរបន្ទាប់ពីបាក់ភ្នែកឡើងណាបាក់ភ្នែកឡើងខ្ញុំក៏ទាញទូរស័ព្ទមកមើលស្រាប់តែអូឃើញព័ត៌មានដែលវិរៈកងទ័ពរបស់យើងគាត់ជួបគ្រោះថ្នាក់ព្រមទាំងប្រជាពលរដ្ឋតែគាត់រងគ្រោះថ្នាក់ពីការឈ្លានពានរបស់សៀមតែសម្រាប់ថ្ងៃនេះខ្ញុំអត់មានអារម្មណ៍មួយឬក៏ទឹកចិត្តឬក៏កម្លាំងចិត្តអីមួយក្នុងការធ្វើការឬក៏តាក់ទងជាមួយនឹងបាល់បាទធ្វើត្បិតខ្ញុំជាអ្នកស្នេហាបាល់ទាត់ក៏ពិតមែនប៉ុន្តែថ្ងៃនេះអត់មានទឹកចិត្តក្នុងការធ្វើការទេបាទហើយអាមាញ់នេះខ្ញុំបាទបានមកដល់កន្លែងធ្វើការហ្នឹងខ្ញុំក៏អូសមើលព័ត៌មានម្ដងទៀតខ្ញុំអង្គុយសឹងតែសក់ទឹកភ្នែកនៅតែពេលដែលខ្ញុំបានឃើញរូបភាពប្រជាពលរដ្ឋយើងដែលគាត់ជួបជាមួយនឹងគ្រោះថ្នាក់ព្រមទាំងអ្នកជំលះបាទខ្ញុំនិយាយខ្ញុំនិយាយចង់ស្រក់ទឹកភ្នែកបាទហើយក៏អត់មានអ្វីច្រើនមានតែចិត្តពេលវេលាឬក៏បន់ស្រន់សូមជួយឲ្យវិរៈកងទ័ពយើងទាំងអស់បាទគាត់ទទួលបានសុវត្ថិភាពឬក៏ជោគជ័យនៅក្នុងសឹកសង្គ្រាមមួយនេះបាទអ្វីដែលសំខាន់គឺអត់ចង់បានសង្គ្រាមទេបាទបងប្អូនគឺចង់បានតែសន្តិភាពបាទដូចដែលអ្នកគ្រប់គ្នាតែងតែបន់ស្រន់ឬក៏សូមចង់បានណាខ្ញុំបាទក៏ចង់បានសន្តិភាពទាំងអស់គ្នាដែរដើម្បីឲ្យសុខស្រានត្រានវិញមកបាទហើយយើងអាចនឹងបង្កឬក៏បង្កើនអាជីវកម្មអាចរស់នៅសុខសាន្តដូចពីមុនពេលនេះដែរសៀមគេហៅថាដូចឆ្កែអត់កតុយឬក៏គេថាពិបាកនឹងសន្និដ្ឋានជាមួយគឺគាត់ប្រាប់ថាពេលនេះគឺខ្លួនមួយតែឯងបដ ாய் គឺគាត់អត់ខ្វល់ពីអ្នកណាសំបីតានាយករដ្ឋមន្ត្រី Donald Trump របស់អាមេរិកក៏គេលេងស្ដាប់ដែរបាទគាត់លេងស្ដាប់ដែរហើយមុននេះខ្ញុំអូឃើញព័ត៌មានថៃបាទដែលជាប្រជាជនថៃមួយរូបដែលគាត់ធ្វើវីដេអូណាបាទហើយគាត់ផុសថាសង្គ្រាមហ្នឹងមានតេឡេចុចឬក៏មិនមែនចង់ឲ្យមានចង់ឲ្យមិនមានគឺមិនមានបាទដោយគាត់លើកមកនិយាយថាដោយសារតែបាត់បង់គេហៅការគ្រប់គ្រងពីប្រជាពលរដ្ឋឬក៏ប្រជាជនរបស់ថៃណាហើយជាបាត់បង់ការលើកទឹកចិត្តបាទការសរសើរថាឥឡូវអត់មានវិរៈកងទ័ពបាទឬក៏អត់មានអ្នកស្នេហាជាតិបាទបានពួកអស់លោកឯងធ្វើអីតាមអំពើចិត្តដោយមិនគិតពីយុជីវិតដល់ប្រជាពលរដ្ឋឬក៏អ្នកដែលគេថាបរិសុទ្ធអ្នកដែលស្មោះត្រង់គេថាអ្នកដែលមិនដឹងរឿងអីណាពេលខ្លះព័ត៌មានខ្លះថាមើលឲ្យក៏រំជួលចិត្តតែអ្វីដែលសំខាន់ក៏សូមអំពាវនាវដល់អ្នកកាសែតឬក៏អ្នកដែលផ្ដល់ព័ត៌មានទាំងអស់សូមឲ្យគាត់ជួយផ្ដល់ព័ត៌មានពិតណាបាទហើយបញ្ជាក់ទីតាំងបញ្ជាក់ថ្ងៃទីពេលវេលាច្បាស់លាស់ដើម្បីកុំឲ្យយល់ច្រឡំអ្នកខ្លះឆ្លៀតឱកាសយកព័ត៌មានចាស់មកបំភ្លៃបាទហើយសម្រាប់ខ្ញុំនៅខាងប៉ោយប៉ែតនេះបាទហើយមួយទៀតនៅព័ត៌មានពីដូចជាប្រហែលជាម៉ោង9មកដូចជាអត់ច្បាស់ដែរប្រហែលជាពេលថ្ងៃបាទពេលថ្ងៃសម្រាប់ថ្ងៃនេះថ្ងៃទី8 ខែ 12 2025នេះបាទខាងទាហានថៃដូចជាប៉ូលីសថៃត្រួតថៃគេហៅថាត្រួតថៃហ្នឹងគេជំលះប្រជាពលរដ្ឋគេដែលរស់ស៊ីនៅខាងផ្សារលង្កើដែលជាប់ជាដែនប៉ោយប៉ែតណាបាទគេជំលះចាញ់ថ្ងៃនេះគេអត់ឲ្យលក់ទេហើយនៅមានប្រជាពលរដ្ឋខ្មែរយើងមួយចំនួននៅផ្សារលង្គឺដល់ឡើយតែគាត់នៅធ្វើអាជីវកម្មនៅនោះដោយទៅទាំងលួចលាក់បាទហើយបាទលួចសម្រាប់រត់កិច្ចពួនទាំងភ័យព្រួយណាតាមមើលប៉ោយប៉ែតដូចជាអត់ទាន់មានសកម្មភាពអីទេបាទដោយសារតែអត់ទាន់ឃើញមានសុភាវុធមកតាំងដូចពីមុនដូចកាលពីមួយវឹកមុនហ្នឹងហើយដូចជាខែប្រហែលខែ7បាទដូចជាខែ7ដែលខាងថៃគេអូសរក្រោះអីមកដាក់ពេញផ្សារលង្គឺណាបាទតែឥឡូវនេះគេគ្រាន់តែចម្លៀសទេអត់ទាន់មានសកម្មភាពបាញ់បហាឬក៏ត្រៀមសុភាវុធអីទេបាទហ្នឹងអ្វីដែលខ្ញុំចង់និយាយគឺប៉ុណ្ណឹងគឺក៏មានតែសូមជូនពរឲ្យវិរៈកងទ័ពរបស់យើងឲ្យគាត់ទទួលបានជោគជ័យឬក៏សុវត្ថិភាពបានជួបជុំគ្រួសារវិញទាំងអស់គ្នាបាទសូមអរគុណច្រើន